ជំរាបសួរបងម៉ាក់តើបងធ្លាប់ប្រើធូណាសាបកំប៉ុងសម្រាប់ធ្វើអាហារឲ្យអូនញ៉ាំដែរឬទេចាធូណាកំប៉ុងឬក៏យើងហៅថា Canned Tuna សាបគឺយើងអាចប្រើសម្រាប់ធ្វើម្ហូបឲ្យអូនចាប់ពីអាយុ7ទៅ8ខែបានបន្ទាប់ពីអូនរៀនញ៉ាំត្រីសាច់សហើយគឺអាចប្រើសម្រាប់ធ្វើម្ហូបឲ្យអូនញ៉ាំបានហើយថ្ងៃនេះផងដែរគឺទំព័រមេដាសូមបង្ហាញជូនម៉ឺនុយមួយមុខដែលប្រើធូណាកំប៉ុងសាបនេះចាស់មុខម្ហូបនេះហៅថាដំឡូងបារាំងសូនជាមួយនឹងត្រីធូណាកំប៉ុងយើងអាចចម្អិនម៉ឺនុយមួយនេះបូករួមជាមួយនឹងបាយសម្លដើម្បីបង្គ្រប់ធ្វើជាម្ហូបមួយពេលក៏បានឬក៏ធ្វើជាអាហារសម្រន់កូនម៉ោង10ព្រឹកឬក៏ម៉ោង3រសៀលក៏បានដូចគ្នាយើងត្រូវការដំឡូងបារាំងឆៅប្រហែលជា50ក្រាមជីម្សៅឬក៏ប៉ាមេសានជីប្រហែលជា1ស្លាបព្រាកាហ្វេត្រីធូណាកំប៉ុងប្រហែលជា1ស្លាបព្រាបាយគ្រឿងផ្សំលម្អិតគឺមានតែ3មុខទេហើយនឹងខ្ញុំសូមភ្ជាប់ជូនជាមួយនឹងវីដេអូនេះផងដែរហើយរបៀបធ្វើវិញគឺយើងចិតសំបកដំឡូងឲ្យស្អាតយើងត្រាំទឹកដើម្បីឲ្យចេញជ័របន្ទាប់មកគឺយើងដាក់ដាំជាមួយបាយបន្ទាប់ពីបាយឆ្អិនហើយគឺដំឡូងនេះផុយហើយដោយសារដំឡូងនេះគឺដុំទុយៗដែរហើយនៅពេលដែលបាយលូតភ្លើងឆ្អិនហើយគឺយើងស្រង់ចាក់មើលដំឡូងហើយបើដំឡូងនេះផុយហើយគឺយើងស្រង់ចេញមកគឺយើងយកខ្នងសមពីទៀតឲ្យម៉ត់ដូចនៅក្នុងវីដេអូនេះយ៉ាងដូចនេះចាដំឡូងដែលយើងស្ងោរជាមួយបាយដែលយើងដាំក្នុងឆ្នាំងសេះភ្លើងគឺងាយនឹងផុយណាស់ហើយដំឡូងនេះដុំទុយៗផងដូច្នេះហើយគ្រាន់តែបាយលើភ្លើងគឺដំឡូងនេះផុយហើយងាយនឹងពីឲ្យម៉ត់ណាគឺយើងគ្រាន់តែយកខ្នងសមពីគឺម៉ត់ហើយបន្ទាប់ពីយើងពីដំឡូងនេះនឹងខ្នងសមម៉ត់ហើយគឺយើងចាក់ប៉ាមេសានជីឬក៏យើងហៅថាជីម្សៅចំនួន1កូនស្លាបព្រាចូលបន្ទាប់មកគឺយើងលាយឲ្យសព្វបន្ទាប់មកយើងដាំទឹកនៅក្នុងកូនឆ្នាំងបន្តិចបន្តួចឲ្យពុះហើយយើងយកធូណាកំប៉ុងដែលបានបង្កកទុកចំនួន1ដុំតូចប្រហែលជា10ក្រាមយកម្ករំលាយនៅក្នុងទឹកដាំពុះឬក៏យើងអាចនិយាយថាយើងដាំត្រីធូណានេះឲ្យឆ្អិនម្ដងទៀតដើម្បីសុវត្ថិភាពសម្រាប់អូនយកទៅញ៉ាំចាស់ត្រីធូណាដុំទុយៗដែលយើងបង្កកនៅថាសសម្រាប់ផលិតកដុំទុយៗនេះគឺទុនហើយនៅក្នុងទឹកពុះហើយបន្ទាប់មកគឺយើងពូតទឹកចេញបន្តិចដើម្បីឲ្យស្រស់ទឹកយើងយកមកលាយនឹងល្បាយដំឡូងជាមួយនឹងជីម្សៅដែលយើងបានលាយពីមុននេះបន្តិចយើងយកត្រីធូណាដែលយើងបង្កកយកមកដាំឲ្យឆ្អិនម្ដងទៀតទើបយើងយកមកលាយជាមួយនឹងដំឡូងហើយយើងលាយល្បាយ3មុខនេះឲ្យសព្វចូលគ្នាតែម្ដងចាស់ល្បាយនេះគឺលាយចូលគ្នាសព្វហើយយើងយកថង់ប្លាស្ទិកសម្រាប់ខ្ចប់ម្ហូបមួយបន្ទះតូចមកហើយយើងដួសម្ដង1កូនស្លាបព្រាយកមកសូនធ្វើជារាងមូលៗដើម្បីឲ្យអូនរៀនកាន់ញ៉ាំក៏បានឬក៏យកស្លាបព្រាកាត់ម្ដងមួយដុំឲ្យអូនញ៉ាំក៏បានដូចគ្នាចាយ៉ាងណាដែរបងម៉ាក់ម៉ឺនុយមួយនេះគឺប្រកាសជាងាយស្រួលសម្រាប់បងម៉ាក់ធ្វើដូចគ្នាខ្ញុំជឿជាក់បែបនេះបើបងម៉ាក់ចាប់អារម្មណ៍កុំភ្លេចធ្វើសាកឲ្យអូនញ៉ាំណាសូមអរគុណជួបគ្នាជាមួយនឹងការធ្វើម្ហូបសម្រាប់ទារកនៅវីដេអូក្រោយទៀតសូមជម្រាបលា